ហើយបងប្អូនយើងឥឡូវនេះខាងកម្លាំង911បានមកដល់ទីតាំងកន្លែងកាត់ហេតុហើយដើម្បីជួយរុករកនៅសាកសពដល់បរិសុទ្ធដែលរងគ្រោះខាងលើណាឥឡូវបងប្អូនណានេះចិត្តអាចយកព័ត៌មានបានណានឹងហើយបងប្អូនយើងឥឡូវនេះមកដល់ថ្ងៃទី13ខែតុលាឆ្នាំ2025ទីតាំងកន្លែងដែលបងអូនប្រុសបានលោតទៅជួយខាងស្រីនៅក្នុងទឹកលូឥឡូវនេះសាកសពបងអូនស្រីរកឃើញនៅថ្ងៃសៅរ៍តែខាងបងអូនប្រុសហ្នឹងរកអត់ទាន់ឃើញទេហើយខាងគ្រួសារសពខាងប្រុសហ្នឹងគាត់សុំឲ្យកម្លាំងជំនាញ911ជួយរុករកនៅសាកសពបងអូនហើយនឹងប្តីរបស់គាត់ហើយនឹងបងប្រុសរបស់គាត់ផងអញ្ចឹងសុំកម្លាំង911ជួយអន្តរាគមន៍ផងឥឡូវមានការភ្ញាក់ផ្អើលខ្លាំងនៅត្រង់ចំណុចស្តុបបាទ2002ហ្នឹងហើយត្រង់ស្តុប2002ផ្លូវត្រង់មន់ណាបងប្អូនយើងសង្កាត់តឹងសង្កាត់តឹងមានជ័យ3ហ្នឹងហើយខណ្ឌមានជ័យរាជធានីភ្នំពេញអញ្ចឹងអរគុណច្រើនបងប្អូនយើងចាំជួយបោះព័ត៌មានហ្នឹងទៅកាន់911ផងឲ្យជួយអន្តរាគមន៍ហ្នឹងហើយខាងគ្រួសារគាត់សំណូមពរតាំងពីម្សិលមិញដល់ថ្ងៃនេះអត់ទាន់បានកម្លាំងចុះមកជួយទេហ្នឹងហើយអរគុណច្រើនពីខ្ញុំជួបសំណាង301